អ្នកទាំងអស់គ្នាដែលកំពុងតែមានបញ្ហាផ្លូវចិត្តទាំងអស់គ្នាឬក៏តែងតែមាននៅជំងឺ anxiety depression បញ្ហាផ្លូវចិត្តដែលថាជំងឺថប់អារម្មណ៍ឬក៏ជំងឺខ្លាចរអាទាំងពីរប្រភេទហ្នឹងវាច្រើនឃើញជួបច្រើនមែនតើខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាជំងឺមួយនោះអាចព្យាបាលជាបានទេវានឹងត្រឡប់មកជួបយើងម្ដងមកកាលពេលដែលណាដែលយើងជួបប្រឈមមុខជាមួយនឹងបញ្ហាធំៗអញ្ចឹងអ្នកទាំងអស់គ្នាមិនមែនតែម្នាក់ឯង you are not alone ដែរមានរឿងទាំងអស់ហ្នឹងខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានបញ្ហាផ្លូវចិត្តអស់ហ្នឹងដែរប៉ុន្តែក៏ពេលវេលាដែលខ្លួនឯងមានបញ្ហាទាំងអស់ហ្នឹងបញ្ហាផ្លូវចិត្តទាំងអស់នោះឲ្យខ្លួនឯងដឹងខ្លួនទៅមានជាការដឹងខ្លួនថាធ្វើមកខ្ញុំធ្លាប់មានជំងឺបាក់ទឹកចិត្តមានបញ្ហាផ្លូវចិត្តខ្ញុំអត់ដូចគេពេលខ្លះខ្ញុំអាចមានអារម្មណ៍ខុសពីគេតិចតួចចុះពេលដែលមានរឿងនឹងកើតឡើងឲ្យខ្លួនឯងដកថើមវិញពេងសម្រាប់ខ្លះពេលវេលាខ្លួនឯងទៅលំហែកាយខ្លះក៏ឲ្យខ្លួនឯងទៅប្រឈមមុខជាមួយនឹងរឿងនោះដែលយើងត្រូវដោះស្រាយទៅដើម្បីផ្លូវចិត្តយើងផ្សារមកវិញដែរពីព្រោះតែយើងកិច្ចវេះឬក៏ពជាពេលជាមួយនឹងរឿងបញ្ហាទាំងអស់នោះផ្លូវចិត្តយើងកាន់តែធ្ងន់ជាងមុនដែរអញ្ចឹងខ្ញុំក៏ទទួលស្គាល់ដែរថាបញ្ហាផ្លូវចិត្តពិតជាអត់មានថ្នាំណាមកព្យាបាលថាដូចគេប្រសាយលេបថ្នាំប្រសាយជាអញ្ចឹងណាប៉ុន្តែផ្លូវចិត្តអត់ទេលេបថ្នាំទៅក៏តែរងវត្តអារម្មណ៍ទេតែវានឹងមកវិញនៅពេលណាតាមរយៈអីដែលការគិតរបស់យើងទៀតចាប៉ុន្តែក៏ឲ្យខ្លួនឯងយល់ថាវាជារឿងធម្មតាមួយដែរដែលមនុស្សគ្រប់គ្នាតែមានបញ្ហាផ្លូវចិត្តនៅទូទាំងពិភពលោកណាគេក៏មានដែរអញ្ចឹងក៏ពេលវេលាដែលយើងប្រាស្រ័យយើងទៅលេបថ្នាំប្រាស្រ័យយើងជាក៏ប្រាស្រ័យកើតមកវិញដែរអញ្ចឹងបញ្ហាផ្លូវចិត្តពេលដែលយើងធូរក៏កើតមកវិញដែរអញ្ចឹងពេលដែលកើតមកវិញឲ្យខ្លួនឯងយល់ថាអត់អីទេខ្ញុំអាចនឹងទៅប្រឈមមុខជាមួយនឹងរឿងនឹងបានខ្ញុំមិនមែនតែម្នាក់ឯងកើតរឿងទាំងអស់ហ្នឹងទេក៏ប្រហែលជាពេលវេលាខ្ញុំរៀងពិបាកទេធ្វើមកខ្ញុំជួបរឿងធំជាងអីហ្នឹងអញ្ចឹងឲ្យខ្លួនឯងទៅប្រឈមមុខជាមួយនឹងរឿងហ្នឹងទៅរៀងធូរស្បើយទៅប្រឈមមុខជាមួយបញ្ហាជីវិតទាំងអស់នោះទៅប្រកាសជាធ្វើឲ្យខ្លួនឯងប្រសើរជាងមុនហើយបើសិនជាខ្លួនឯងម្នាក់ឯងពិតជាអាចប្រឈមមុខជាមួយរឿងហ្នឹងបានទេក៏ទៅរកជំនួយខ្លះទៅដូចជាមិត្តភ័ក្តិរបស់យើងមនុស្សណាដែលយើងទុកចិត្តបានឬក៏តែផ្លូវចិត្តណាដែលអាចជួយយើងបានឬក៏លោកពុកអ្នកម្ដាយហើយកុំខ្លាចថាយើងប្រាប់គេទៅគេគិតមួយយើងមិនហើយខ្ញុំបើកកញ្ចក់តិចដូចមួយថ្ងៃមុនហ្នឹងខ្ញុំពេលដែលមិត្តភ័ក្តិខ្ញុំចែកឋានអញ្ចឹងម៉ាក់ខ្ញុំគាត់មកប្រាប់យើងទៀតគាត់បារម្ភយើងគាត់បារម្ភថាអូកូនណាអ្នកនេះស្លាប់អ្នកនោះស្លាប់ទៀតគាត់មកឲ្យយើងមើលអញ្ចឹងពេលនោះផ្លូវចិត្តយើងដាក់ចូលទៀតទេយើងពិតជាណែនមែនតើចុះឯដែលយើងប្រាប់បានយើងប្រាប់ថាម៉ាក់កូនថ្ងៃនេះកូនបញ្ហាផ្លូវចិត្តគាត់អត់ស្រួលទេកូនអាចទទួលបានទៀតទេកូនក៏អត់មានសមត្ថភាពទៅលើកទឹកចិត្តម៉ាក់ឬក៏ទៅស្រែករឿងនឹងបានដែរអញ្ចឹងសូមឲ្យម៉ាក់យល់ពីកូនថាផ្លូវចិត្តកូនរើមកវិញវាអត់ស្រួលទេពេលដែលយើងប្រាប់គាត់អញ្ចឹងស្រាប់តែគាត់ស្ងាត់ទៅគាត់បែរជានិយាយលេងលើកទឹកចិត្តយើងវិញទៅអញ្ចឹងខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាដូចគ្នាបើសិនជាខ្លួនឯងមានអារម្មណ៍ផ្លូវចិត្តកាត់ឡើងមកវិញមិនបាច់អៀនខ្មាស់ដើម្បីទៅប្រាប់គេឲ្យដឹងថាគេយល់ឬក៏មិនបាច់អៀនខ្មាស់ថាតើយើងទៅរកជំនួយពីគេដែរចាំបើចិត្តទៅលាយទៅប្រកាសអ្នកជុំវិញខ្លួនពិតជាចង់ជួយយើងមែនតើសូមគិតរឿងទាំងអស់នោះក្នុងផ្លូវវិជ្ជមានហើយស៊ូក្នុងជីវិត 1% នៃក្តីសង្ឃឹមក៏ជាក្តីសង្ឃឹមនៃជីវិតរបស់យើងដែរ Yes អូខេអរគុណមីក៏ទៅសប្តាហ៍នេះសំណួររបស់យើងបែបគឺថាវាមិនទៅជាសុបាយរាល់ដងវាមានសុបាយច្រើនប៉ុន្តែតាមពិតទៅសំណួរនេះក៏មិនមែនសួរតែលើតែយ៉ារ៉ូដែរអាចនឹងសួរទៅលើបងប្អូនមួយចំនួនទៀតដែរមែនទេពេកចាពីពួកបងប្អូនដែលគាត់មានបញ្ហាព្រោះសង្គមបច្ចុប្បន្នវាមានការប្រកួតប្រជែងគ្នាច្រើនទាំងការរស់ស៊ីទាំងការធ្វើការយើងមិនមែនថាគូប្រជែងហ្នឹងមិនស្រឡាញ់គ្នាមែនទេគឺយើងត្រូវប្រឹងប្រែងដើម្បីឲ្យជីវភាពរបស់យើងល្អហើយមួយទៀតពេលយើង scroll Facebook ច្រើនអីអញ្ចឹងក៏ដល់សម្ពាធឲ្យយើងច្រើនរឿងច្រើនមែនតើបាទហ្នឹងហើយចឹងដូចថាយើង scroll Facebook ចឹងតែយើងសម័យមើលយើង scroll មិនតែជាង100 200ដងហើយចឹងរឿង100 200ដាក់ចូលក្នុងខ្លួនយើងហើយប៉ុន្តែខ្ញុំពិតជាចង់លើកទឹកចិត្តឲ្យបងប្អូនរបស់យើងទាំងអស់គ្នាមានជាការដឹងខ្លួនមានជាការដឹងខ្លួនថារឿងណាខ្លះដែលខ្ញុំដាក់ចូលក្នុងខ្លួនខ្ញុំបានរឿងណាខ្លះគឺខ្ញុំដាក់ចូលបាននេះចាខ្លួនឯងមិនបាច់មើលទេរឿងខ្លះបើមើលទៅវាពិតជាផ្ដោតសម្ពាធឲ្យយើងបាទចឹងយើងដឹងខ្លួនទៅបាទហើយក៏អរគុណទៅដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលតាមដានជាមួយនឹងកម្មវិធីរបស់យើងហើយយ៉ារ៉ូមានអីចង់ថ្លែងអរគុណឬក៏យើងបាត់ត្រឹមហ្នឹងឆែកន្លែងផែនឥឡូវបាត់ត្រឹមហ្នឹងយ៉ារ៉ូណាបាទតែយើងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលយើងអត់ឆ្លើយហ្នឹងបាទយើងអត់ឆ្លើយមិននិយាយមិនទៅដល់ឯងតែនិយាយមកដល់អរគុណទៅដល់ PNN អរគុណទៅដល់អ្នកគ្រប់គ្រងអរគុណទៅដល់កម្មវិធីអ្នកជិតខាងដែរចង់និយាយដែរខ្លួនឯងធ្វើគ្រូទេបាទពីកម្មវិធីរបស់យើងសូមអរគុណសូមជម្រាបលាបាទ